Sai chẳng nhóm đẹp bị soประเภท camera XO แบรนด์ថ្មីដែល Aviper F-Care Cam Pro ដែលខ្ញុំដល់ហើយនេះអញ្ចឹងជាដំបូងពេលដែលយើងចូលក្នុង app ហ្នឹងវាឲ្យទាមទារយើងបំពេញ Gmail អញ្ចឹងយើងគ្រាន់តែបំពេញ Gmail ចូលហើយវាដល់ដំណាក់កាលកន្លែង add camera បងចូលចុចសញ្ញាបូកមកយើងយកពាក្យ scan ក៏បានយើង scan QR code នៃចំហៀង camera ក៏បានឬក៏យើងចុចពាក្យ add device ក៏បានអញ្ចឹងខ្ញុំយក add device មកបន្តមកទៀតយើងប្រើជាប្រភេទ camera Wi-Fi អញ្ចឹងយើងយក Wi-Fi camera បន្តមកទៀតយើងយកអា pair by QR ខាងលើមកយើង create តាម next step ហ្នឹងមក next step ទៀតអញ្ចឹងមកដល់កន្លែងនេះវាលោត QR scan អញ្ចឹងយើងដាក់ប្រមុខ camera បែបនេះមកលើសូសម្លេងបែបនេះយើងគ្រាន់តែចុចប៊ូតុងពណ៌ខៀវនេះរងចាំវាបន្តិចមកប្រភេទ camera XO ទាំងអស់យើងភ្ជាប់ដូចគ្នាអញ្ចឹងកន្លែងនេះយើងអាចជ្រើសប្រភេទដាក់ឈ្មោះ camera បានយើងចង់ដាក់ឈ្មោះបែបមិនក៏បានដាក់ shop ក៏បានលាវិញ room ក៏បានអញ្ចឹងយើងដាក់ shop ទៅបានអញ្ចឹងចូលមើលបានហើយអញ្ចឹងប្រភេទនេះវាជាប្រភេទ dual camera អញ្ចឹងវាលោតមកបែបហ្នឹងអញ្ចឹងសម្រាប់ camera ខាងលើនេះជា camera ខាងក្រោមមកខាងក្រោមនេះបាទខាងលើនេះគឺវាអាចរេបានវានៅមិនតែមួយកន្លែងទេអញ្ចឹងបើយើងចង់រេអាខាងក្រោមយើងចុចយើងយើងងាកស្ដាំមកវាងាកស្ដាំតាមហ្នឹងងាកឆ្វេងងាកឆ្វេងតាមហ្នឹងអញ្ចឹងអាខាងលើនេះវាជាប្រភេទអាកាមេរ៉ាខាងលើនេះទៅច្រឡំអាខាងលើនេះជាកាមេរ៉ាខាងក្រោមអញ្ចឹងបាទខាងក្រោមនេះជាកាមេរ៉ាខាងលើនេះអញ្ចឹងពេលដែលយើងចង់កំណត់ទីតាំងឲ្យអាខាងក្រោមដែលវារេទៅទីតាំងណាមួយយើងអាចចុចទាញកន្លែងនេះទៅទីតាំងកន្លែងនេះមួយទៅគឺវារេទៅទីតាំងហ្នឹងដោយខ្លួនឯងអញ្ចឹងសម្រាប់កាមេរ៉ាទាំងពីរគ្រាប់ហ្នឹងខាងលើគឺអាចរេបានទេតែខាងក្រោមអាចរេបានអញ្ចឹងណាអញ្ចឹងគ្រាន់តែថានៅក្នុងនេះវិញខាងលើមកខាងក្រោមទៅខាងលើវិញអញ្ចឹងពេលដែលយើងចង់រេយើងអាចរេទាញរេចេះក៏បានយើងអាចកំណត់ទីតាំងទៅទីតាំងណាមួយក៏បានដែរវាអាចទៅទីកាមេរ៉ារេទៅទីតាំងហ្នឹងតែម្ដងអញ្ចឹងមានភាពងាយស្រួល